គ្នាចឹងនឹងមានលំហាត់ដែលទីនឹងកន្លងឆ្នាំ2026មាន4លំហាត់ទី1គឺលំហាត់ A limit x ជិត1នៃ1ដក x គីបនៅលើ 2x ដក1ដក x ការ៉េចឹងយើងមើលលំហាត់ B បន្តទៀតគឺ B ស្មើ limit ជិត2ឬនៃ x គីបបូក1ដក3នៅលើ x គីបដក8លំហាត់ C របស់យើង x ជិត0 5 sin 5x នៅលើ x លំហាត់ D គឺស្មើ limit 0ដក 3x នៅលើ sin 2x អញ្ចឹងគឺលំហាត់នេះយើងអាចនឹងចេញខ្លះដែរទាក់ទងនឹងការប្រឡងបាតុវាចេញស្ទីនឹងដែរជាងការអាចចេញលំហាត់ដូចចឹងតែម្ដងអញ្ចឹងយើងឃើញថាលំហាត់យើងមានទម្រង់សាទៀនផងនិងត្រីកោណមាត្រផងអញ្ចឹងឥឡូវយើងធ្វើការដោះស្រាយលំហាត់ជាមួយគ្នាទាំងអស់គ្នាតោះអញ្ចឹងយើងមើលលំហាត់របស់យើងហើយយើងធ្វើការដោះស្រាយនៅលំហាត់ចំណុច A មុនអូខេយើងដោះស្រាយលំហាត់ A មុនមកបីទុកសិនចឹងលំហាត់ A យើងមើលរៀងវាសិនអញ្ចឹងកាលណា x ជិត1យើងត្រូវយក1ទៅជួសកន្លែងញ៉ាត់ x អញ្ចឹង1ស្វ័យគុណ3គឺ1ដដែល1ដក1គឺ0 2គុណ6 2ដកឲ្យ1 2ដក1សល់1 1ការ៉េ1អញ្ចឹងបានដក1អញ្ចឹង1ដក1គឺ0អញ្ចឹង limit យើងមានរៀង0លើ0បាទតទៅទៀតស្មើ limit បាទ limit x ជិត0នៃកន្លែងនេះយើងបង្វែរមកមុខមកចាប់សញ្ញាដកជាកតាមកអូខេអញ្ចឹងឥឡូវយើងចាប់សញ្ញាដកជាកតាហើយមកបាន x គីបដកឲ្យដោយ1អូខេនៅលើកន្លែងនេះយើងដាក់ x ការ៉េមុខមកដក x ការ៉េដើម្បីងាយស្រួលមើលបូកឲ្យ 2x ដកឲ្យ1អូខេអញ្ចឹងយើងឃើញថា limit យើងជិត1មែនអត់អញ្ចឹងយើងត្រូវការរកកតារួមវាគឺ x ដក1អញ្ចឹងតមកទៀតយើងឃើញថាភាគយករបស់វាគឺចូលរាង a គីបដក b គីបបាទ a គីបដក b គីបគឺស្មើកតា a ដក b កតា a ការ៉េបូក ab បូក b ការ៉េអញ្ចឹង a យើងគឺ x b យើងគឺ1អូខេអញ្ចឹងស្មើទេមកស្មើ limit x ជិត1បាទ limit x ជិត1នៃអានេះដកយើងចាប់ដកមកមុខសញ្ញា limit នេះឲ្យមកនៃកតា x ដកឲ្យ1តា x ការ៉េបាទនេះតា x ការ៉េដកឲ្យ1បូក sorry បូក ab អញ្ចឹង x គុណ1គឺ x បូកឲ្យ b ការ៉េយើង1ការ៉េ1ដដែលអញ្ចឹងភាគបែរយើងធ្វើយ៉ាងម៉េចដើម្បីចាប់បានកតា x ដក1ឥឡូវយើងចាប់កតា x ដក1យើងសិនមកអញ្ចឹងយើងធ្វើម៉េចកន្លែងហ្នឹងគឺយើងបំបែកជាកតាឥឡូវយើងចាប់ x ដក1ជាកតាមកអញ្ចឹងកន្លែងនេះយើងគុណធ្វើម៉េចដើម្បីឲ្យ a យើងនេះចេញដក x ការ៉េអញ្ចឹងយើងគុណនឹងប៉ុន្មានគុណនឹងដក x គុណឲ្យ x គឺដក x ការ៉េមួយទៀតខាងក្តារនេះយើងបំបែកយើងមើលតែ a និង c អញ្ចឹងធ្វើម៉េចឲ្យអាមេគុណនេះយើងគុណទៅឃើញដក x ការ៉េដូចគេ
hay hàngក្រោយនេះយកអាដក1នេះគុណប្រមាណឲ្យឃើញដក1អញ្ចឹងយើងគុណនឹងប្រមាណកន្លែងនេះបូកឲ្យ1អូខេឥឡូវយើងសាកគុណមើលដូចដើមមកឥឡូវយើងសាកគុណx ដក x គឺបានដកx ការ៉េអូខេដក x ការ៉េ x គុណ1 x ដដែលតមកទៀតដក1គុណដក x បានបូកអីបូក x ដក1គុណបូក1បានដក1អញ្ចឹងយើងឃើញថាវាដូចដើមអត់យក x បូកវិញទៅគឺបាន2x ដក x ការ៉េដូចគ្នាដក1អញ្ចឹងកន្លែងនេះយើងបំបែកធ្វើម៉េចយើងចាប់អាកតារួម x ដក1ហើយយើងត្រូវគុណធ្វើម៉េចឲ្យវាដូចដើមវិញអញ្ចឹងយើងមើលតែខាងមុខនិងខាងក្រោយបាញ់ធ្វើម៉េចឃើញអាយក x ហ្នឹងគុណនឹងប្រមាណ x ទៀតបានឃើញ x ការ៉េកណ្ដាលយើងមិនបាច់មើលហើយយើងមើលតែសងខាងបានហើយដក1នេះយើងត្រូវគុណប្រមាណទៀតឲ្យឃើញដក1វិញអញ្ចឹងយើងត្រូវគុណបូក1អូខេនេះជាកន្លឹះមួយដែរអូខេតមកទៀតស្មើអញ្ចឹងកាលណាយើងមានlimit យើងខិតជិតដក1អញ្ចឹងយើងមានកតារួម x ដក1ដូចគ្នាយើងធ្វើម៉េចយើងអាចសម្រួលចោលបានអូខេអញ្ចឹង limit x ខិតជិត1ដល់ដែរនៃកាលណាយើងសម្រួលចោលហើយវានៅសល់ x ការ៉េបូក x បូកឲ្យ1ចឹងហើយយើងដាក់សញ្ញាដកដដែលមកបាទដាក់សញ្ញាដកដដែលមកយើងដាក់ខាងមុខនេះក៏បានដែរដាក់មុខខ្យល់យើងតោះអញ្ចឹងនៅលើកតាដក x បូកឲ្យ1ដក x បូកឲ្យ1តើមកយើងចុះលេខចូលមកបាទស្មើអញ្ចឹងយើងចុះចូលមកកាលណា x ចិត្ត1យើងចុះលេខ1ចូលមកនេះដកកតា1ការ៉េគឺ1ដដែលបូកឲ្យ1ដដែលនៅលើកែនេះដកអីចឹងបានដក1បូកបូកឲ្យ1អញ្ចឹងស្មើប៉ុន្មានអានេះបានដក3បាទដក3នៅលើ0អញ្ចឹង0នេះជា0បូកកាលណា0បូកទីមកបានបូកអណ្ណន់អីគេចិត្តមួយយើងនេះអញ្ចឹងវាជា0បូកអញ្ចឹងបានបូកអណ្ណន់អូខេអញ្ចឹងចម្លើយយើងស្មើបូកអណ្ណន់ហើយយើងមើលទៅលើលំហាត់ B ទៀតលំហាត់ B យើងបាទលំហាត់ B យើងមិញគឺ limit នេះមិញ limit x ក៏ជិត2បាទ limit x ក៏ជិត2នៃម៉ានបាទ limit ស្មើ limit x ក៏ជិត2បាទ x ក៏ជិត2នៃតមកនៃម៉ាននៃឬ x គីបបូក1ដក3ឬ x គីបបូក1ដកឲ្យ3ហើយនេះគឺ x គីបបាទ x គីបបូកឲ្យ1ដកឲ្យ3នៅខាងក្រៅឬនៅលើ x គីបដកឲ្យ8បាទគីបដកឲ្យ8
ចឹងយើងជួស2ចូលកន្លែងអាញ៉ាត់ x មកជួស2ចូលកន្លែងអាញ៉ាត់ x យើងបាន2គីបប៉ុន្មាន2គីប8 8 6 9 9ចេញមកបាន3 3ដក3គឺ0ហើយនេះ2គីបគ្នា8 8 8គឺ0អញ្ចឹងលីមីតយើងមានរាង0លើ0លើ0អញ្ចឹងចូលមកស្មើលីមីត x ក៏ជិត2ដដែលបាទលីមីតក៏ជិត2ដដែលនៃកន្លែងនេះយើងគុណកន្សោមឆ្លាស់ហើយមកនេះដោយសារវាជាប់រ៉ាឌីកាល់អញ្ចឹងហើយយើងគុណនឹងកន្សោមឆ្លាស់គឺបូកអូខេតោះដាក់នេះដដែលសិនមកអូខេមកទៀតលើនេះយើងដាក់បូកមកនៅលើនេះកន្លែងនេះវាចូល8វាស្មើនឹង2សកុត3អញ្ចឹងវាចូល a គីបដក b គីបអញ្ចឹងវាបាន x ដក3កតា x ការ៉េបាទ x ការ៉េបូកឲ្យ ab 2x បូកឲ្យ b ការ៉េ b ការ៉េគឺ4គុណឲ្យមកកន្សោមនេះមកកន្សោមឆ្លាស់មិញបាទគុណសុំឆ្លាស់មកបាទទៅមកទៀតស្មើអញ្ចឹងឡើយនេះវាចូល a ការ៉េដក b ការ៉េស្មើលីមីតយើងដដែលមកលីមីត x ជិត2កន្លែងនេះ x ដក 2 sorry x ដក2មិនមែន x ដក3ទេនៃកន្លែងបានរឹសនៃ x សកុត3បូក1 អូការ៉េមកចូល a គីបដក b គីបអញ្ចឹងកន្លែងនេះវានៅសល់វាចូល a គីបដក b គីបទៅវាចូល a ការ៉េដក b ការ៉េ sorry a ការ៉េដក b ការ៉េអញ្ចឹងឡើយនេះរឹសមកការ៉េនៃបាទនៃរឹស x គីប x គីបហ្នឹងបាទ x គីបបូក1បាទបូកឲ្យ1ដកឲ្យ3ការ៉េ3ការ៉េគឺ9ដក9ហើយមកអូខេអញ្ចឹងឡើយនេះគឺសោម x ដក2ដដែលតាដាក់មកកន្សោមទាំងនេះចូលវិញមកដាក់សមនេះចូលដែរមកបាទអញ្ចឹងឡើយនេះយើងស្រួលការ៉េវាចោលមកស្មើលីមីតដាក់មកដុំនឹងសិនមកតើមកយើងធ្វើការសម្រួលកន្លែងនេះយើងសម្រួលមកវាបាននៅសល់កាត់លើការ៉េទៅសល់ x គីបបូកឲ្យ1អញ្ចឹង1ដក9នៅសល់ប៉ុន្មានដក8អញ្ចឹងវាបាន x គីបដកឲ្យ8បាទស្មើអញ្ចឹងឡើយនេះវាបានចេញព្រឹសហើយវាបាននៅ x គីបបាទដកឲ្យ8ដោយសារតែមិញហ្នឹង
P về tranh cắt rư mà rư cả rè máu bây giờ ekip bộ mũi đầu buồn chắc bộ mũi đầu buồn sau đó vậy chắc ekip đầu vậy. Ok, tôi mau tiết mà limit x chữ phi là tái sorry đây này phi ấy. À x chữ phi là tái này rư hòa vào năng ạ trắng mình đã đi cho thân mặt. Ok chắc là anh việc bàn đây kế việc bàn mà bạn đang ăn một cái nhông mà bạn này với mấy dương bảy đi kia này đó. Ok ok chẳng mà bạn đang việc bàn là mà cái nhông mà bạn đang nói chẳng những đâu anh đi nó với việc bàn ekip độ thì kim chẳng vi cho a kim độ ekip mà cái ta a độ b b với phi chẳng a với x độ phi cái ta a cái đấy x đấy bộ vào php còn xคือ px bộ với b đấy p đấy cứ buồn chẳng ai xong luôn đi ban nhỉ nhưng ai xong luôn tả rôm với x độ phi ban ấy và rồi tả rôm x độ phi dây máu vì là sao soi kế giả cất mới như bên đây sao này sao x đấy bộ phi x bộ buồn chắc là lại những ai xong luôn ban kia nhỉ xong luôn banទាំងពីរយើងមិនបាច់ទោះបីឆ្កានេះក៏សម្រួលបានអានេះក៏សម្រួលបានអញ្ចឹងភាគយកវានៅសមបានសមមួយមួយនៅលើឬនៃមកប៉ុណ្ណេះនេះបាទតើមកយើងចុះលេខចូលមកយើងបានប៉ុន្មានមួយនៅលើបាទមួយនៅលើឬនៃអាប៉ុណ្ណឹងចុះចូលមកអូខេកន្លែង x នេះយើងចុះដល់លេខ2មកហើយចុះដល់លេខ2មកអូខេមក2ខុសអូខេអាហ្នឹងយើងចុះដល់លេខ2អញ្ចឹង2គីប៉ុន្មាន2គី8 8បូក1 9 9 3បូក9ចេញមកពីរឹសបាន3 3បូក3 6អញ្ចឹងស្មើ1លើ6អញ្ចឹងចម្លើយយើងគឺ1លើ6អូខេ1លើ6អូខេអញ្ចឹងចម្លើយ B របស់យើងគឺស្មើ1លើ6ចម្លើយ A មិញគឺស្មើបូកអណ្ណនអូខេ1លើ6តោះឥឡូវយើងមើលនៅលំហាត់ C របស់យើងទៀតគេថាម៉េចចំណុច C យើង C គឺស្មើប៉ុន្មានស្មើ limit x ជិត0 5 sin 5x នៅលើ x បាទ limit x ជិត0 5 sin 5x នៅលើ x អញ្ចឹងយើងជួសមក sin 0 0 0លើ0អញ្ចឹងរៀង0លើ0បាទអញ្ចឹងយើងឃើញថា limit ទម្រង់ទៅកោណមាន limit 0 sin ax នៅលើ ax គឺស្មើ1 sin x នៅលើ x គឺស្មើ1អញ្ចឹងយើងឃើញថា a យើងមានប៉ុន្មាន5អញ្ចឹងកន្លែង x យើងខ្វះប៉ុន្មានខ្វះ a ខ្វះប៉ុន្មានគឺ5អញ្ចឹងយើងគុណថែម5មកអូខេងាយស្រួលទេលំហាត់ហ្នឹងយើងគុណថែម5មកគុណអាក្រោមនេះ5មកយើងបាន a បាទបាទអញ្ចឹងយើងគុណថែមនឹងភាគយកទេកាលណាគុណនឹងភាគបែកភាគយកក៏យើងគុណដែរអូខេអញ្ចឹងគុណនឹង5ដូចគ្នាស្មើប៉ុន្មានអញ្ចឹងមក sin x
sin 5 bិចទៅលើ5បិចនេះគឺស្មើ1 1គុណឲ្យមេគុណ5 5 5គុណ5គឺ20 25ទេចម្លើយយើង25អូខេអញ្ចឹងចំណុច C របស់យើងគឺស្មើ25បាទឥឡូវយើងមើល limit នៅចំណុច D ម្ដងទៀតស្មើ limit x ជិត0ដក 3x នៅលើ sin 2x បាទ limit ជិត0ដក 3x នៅលើ sin 2x អូខេ sin 2x នេះអញ្ចឹង limit x គឺជិត0បាទហើយនឹងដាក់ limit បាទ limit 0ដកនៃដក 3x នៅលើ sin 2x អញ្ចឹងយើងឃើញថា limit x គឺជិត0នៃ sin x នៅលើ x ស្មើ1 sin 2 sin ax នៅលើ x គឺស្មើ1អញ្ចឹងបើកន្លែងនេះមួយទៀតគឺ limit ជិត0 x នៅលើ sin x ស្មើ1ដូចគ្នាអញ្ចឹងកន្លែងនេះយើងឃើញថានេះ sin 2x មែនអត់ថានេះមានដក 3x អញ្ចឹង limit យើងនឹងរៀង0 0ហើយអញ្ចឹងស្មើបន្តមកស្មើ limit ដាក់ចេះដដែលមកបាទជិត0នៃកន្លែងនេះយើងបំបែកមកយើងបានប៉ុន្មានកន្លែងនេះយើង 3x ហ្នឹងយើងចាប់យើងអាចចាប់ចេញក្រៅបាន 3x នេះយើងអាចចាប់វាមកមុខ limit មកដក 3អញ្ចឹងដក 3អញ្ចឹងកន្លែងនេះយើងគុណថែម 2 មកអញ្ចឹងកាលណាយើងគុណថែមយក 2x យើងត្រូវគុណនឹង1នៅលើ1នៅលើ 2 ដែរអញ្ចឹងកន្លែងនេះ2គុណនឹង2កន្លែងនេះយើងគុណ1លើ2ដែរអូខេអញ្ចឹងយើងគុណ1លើ2ដែរមកដើម្បីឲ្យយើងស្រួលទៅវាដាច់វិញអញ្ចឹងដក 3 ដាក់មុខមកអញ្ចឹងស្មើអញ្ចឹង sin limit ជិត0 2x នៅលើ sin 2x គឺស្មើ1អញ្ចឹង1គុណដក 3 ដក 3 ដក 3នៅលើ 2អូខេចម្លើយយើងដក 3 នៅលើ 2ដក 3 នៅលើ 2នេះចម្លើយយើងអញ្ចឹងចំណុច D របស់យើងគឺស្មើដក 3 នៅលើ 2បាទអញ្ចឹង limit យើងនៅចំណុច A ស្មើបូកបណ្ណន់ចំណុច B គឺស្មើ1លើ6បាទចំណុច C 25និង limit នៅចំណុច D គឺស្មើដក 3 លើ 2ដាក់ចម្លើយបងដាក់ចម្លើយនៅនេះទៅឲ្យគ្នាយើងមើលដើម្បីទៀងទាត់ពេលយើងគណនានៅពេលក្រោយបាទអញ្ចឹង A យើងគឺស្មើបូកណន់ B យើងស្មើ1លើ6ហើយ C យើង25និង limit នៅចំណុច D គឺស្មើដក 3 លើ 2បាទអញ្ចឹងយើងបញ្ចប់តែប៉ុណ្្នឹងចុះ